ក្តៅកគុកមួយឃ្លារបស់លោកងួនសុបិនកំពុងផ្ទុះប្រតិកម្មនឹងការវែកញែកពេញបណ្ដាញសង្គមមួយរយៈពេលចុងក្រោយនេះប្រធានបទពាក់ព័ន្ធនឹងជីវិតប្តីប្រពន្ធនិងទំនាក់ទំនងក្នុងគ្រួសារកំពុងក្លាយជាប្រធានបទដែលមានការជជែកដេញដោលពីមួយទៅមួយលើបណ្ដាញសង្គមក្នុងចំណោមប្រធានបទទាំងនោះការលើកឡើងមួយផងដែររបស់លោកងួនសុបិនដែលត្រូវបានចែករំលែកតាមរយៈវីដេអូសម្ភាសន៍ខ្លីមួយកំពុងធ្វើឲ្យមានការជជែកវែកញែកយ៉ាងផុសផុលលោកងុនសុបិនដែលត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធនិងអ្នកដឹកនាំសម្ដែងមួយរូបក្នុងវិស័យសិល្បៈបានលើកឡើងនៅទស្សនៈមួយឃ្លាថាបើប្រពន្ធធ្វើឲ្យប្តីគ្រប់គ្រាន់ប្តីមិនទៅមានថ្មីទេមួយឃ្លានេះបានក្លាយជាចំណុចរសើបដែលបង្កជាប្រតិកម្មយ៉ាងខ្លាំងលើបណ្ដាញសង្គមមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានបង្ហាញការមិនពេញចិត្តដោយយល់ថាការលើកឡើងបែបនេះអាចត្រូវចាត់ទុកថាកំពុងដាក់បន្ទុកបញ្ហាទៅលើស្ត្រីប្រសិនបើស្វាមីមានទំនាក់ទំនងជាមួយអ្នកផ្សេងក្រៅពីប្រពន្ធមហាជនមួយចំនួនបានចោទជាសំណួរថាប្រសិនបើប្តីមានអ្នកថ្មីតើមូលហេតុអ្វីតើមូលហេតុទាំងអស់សុទ្ធតែបណ្ដាលមកពីភរិយាមិនអាចបំពេញតម្រូវការរបស់ស្វាមីឬហើយប្រសិនបើមានបញ្ហាក្នុងជីវិតគូស្វាមីភរិយាតើមិនគួរតែជាការទទួលខុសត្រូវរួមគ្នារបស់មនុស្សពីរនាក់ដែលត្រូវចេះពិភាក្សាស្វែងយល់និងដោះស្រាយបញ្ហាជាមួយគ្នាទេឬជុំវិញបញ្ហានេះស្ត្រីជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះទស្សនៈដែលអាចធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ថាខ្លួនត្រូវរ៉ាប់រងនិងទទួលខុសត្រូវចំពោះបញ្ហាគ្រួសារធ្ងន់ធ្ងរជាពិសេសគឺបញ្ហាដែលបានលើកឡើងខាងលើនេះស្ត្រីជាច្រើនបានប្រតិកម្មស្រដៀងគ្នាថាក្នុងជីវិតគូមិនគួរដាក់បន្ទុកទៅលើភាគីម្ខាងតែឯងឡើយពីព្រោះទំនាក់ទំនងរវាងប្តីប្រពន្ធគឺជាការចូលរួមរបស់មនុស្សពីរនាក់យ៉ាងណាមិញបន្ទាប់ពីពាក្យសម្ដីរបស់លោកងួនសុបិនត្រូវបានរីករាលចេញនោះមហាជនលើបណ្ដាញសង្គមជាច្រើនហាក់មានការខកចិត្តដោយគិតថាលោកគឺជាបុគ្គលល្បីមានទាំងសមត្ថភាពចំណេះដឹងដែលជាអ្នកនិពន្ធនិងជាអ្នកដឹកនាំសម្ដែងដែលមានទេពកោសល្យម្នាក់ក្នុងវិស័យសិល្បៈបែរជាចេញនៅពាក្យសម្ដីដែលដាក់បន្ទុកទៅលើមនុស្សស្រីទៅវិញសម្រាប់មតិខ្លះយល់ថាបញ្ហាក្នុងគ្រួសារគួរត្រូវបានដោះស្រាយតាមរយៈការពិភាក្សាគ្នាការយោគយល់និងការទទួលខុសត្រូវរួមគ្នាជាងស្វែងរកដៃគូថ្មីឬបង្វែរកំហុសទៅលើភាគីម្ខាងជុំវិញការលើកឡើងនេះមហាជនក៏បានបន្តចោទជាសំណួរថាតើការរក្សាភាពស្មោះត្រង់ក្នុងជីវិតអាពាហ៍ពិពាហ៍អាស្រ័យលើដៃគូម្នាក់តែប៉ុណ្ណោះឬជាការទទួលខុសត្រូវរួមរបស់ប្តីប្រពន្ធទាំងពីរទោះជាយ៉ាងណារហូតមកដល់ពេលនេះប្រតិកម្មរបស់មហាជននៅលើបណ្ដាញសង្គមនៅតែបន្តបណ្ដាក់គ្នាកាន់តែច្រើនឡើងទៅតាមទស្សនៈរៀងៗខ្លួនចំណុចសំខាន់ដែលកំពុងត្រូវបានលើកមកវែកញែកគឺការដែលមិនគួរបង្វែរទំនួលខុសត្រូវនៃការសម្រេចចិត្តរបស់មនុស្សម្នាក់ទៅលើដៃគូរបស់ខ្លួនតែម្នាក់ឡើយពីព្រោះជីវិតអាពាហ៍ពិពាហ៍ត្រូវការទទួលខុសត្រូវនិងភាពស្មោះត្រង់ទាំងសងខាងជាការពិតណាស់ពាក្យសម្ដីរបស់បុគ្គលសាធារណៈជាពិសេសអ្នកដែលមានឥទ្ធិពលក្នុងវិស័យសិល្បៈអាចទទួលបានការចាប់អារម្មណ៍និងការវិភាគខុសៗគ្នាពីមហាជនដូច្នេះប្រធានបទនេះនៅតែបន្តក្លាយជាប្រធានបទក្តៅដែលអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការវែកញែកនិងបង្ហាញទស្សនៈរៀងៗខ្លួន